空调យើងប្រើថាម៉ាស៊ីនត្រជាក់电脑យើងប្រើថាកុំព្យូទ័រតែជាហៅស្ដីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមានពាក្យថ្មីមួយចំនួនដែលតាក់ទងជាមួយនឹងគ្រឿងអេឡិចត្រូនិកអូខេតោះអញ្ចឹងយើងចាប់ផ្ដើមរៀនទាំងអស់គ្នា生词ពាក្យថ្មីតោះអញ្ចឹងពាក្យទី1យើងអានថា洗衣机យើងប្រើថាម៉ាស៊ីនបោកគក់洗衣机洗衣机យើងប្រើថាម៉ាស៊ីនបោកគក់ពាក្យទី2គឺយើងអានថា冰箱យើងប្រើថាទូទឹកកកជើងជាអ្នកប៉បូកជាមួយនឹងស្រៈអ៊ីងសលេងទី1យើងអានថាពីងជើងជាអ្នកស៊ីបូកជាមួយនឹងស្រៈអៀងសលេងទី1យើងអានថាសៀងពីងសៀងយើងប្រើថាទូទឹកកកអូខេតោះអញ្ចឹងយើងតមកពាក្យទី3យើងអានថាខុងថៅយើងប្រើថាម៉ាស៊ីនត្រជាក់តោះអញ្ចឹងយើងប្រកបទាំងអស់គ្នាខអងសលេងទី1យើងអានថាខុងថអែវសលេងទី2យើងអានថាថៅខុងថៅយើងប្រើថាម៉ាស៊ីនត្រជាក់អូខេតោះអញ្ចឹងយើងតមកពាក្យទី4របស់យើងទាំងអស់គ្នាពាក្យទី4យើងអានថាទៀនណៅយើងប្រើថាកុំព្យូទ័រតអ៊ីនទៀនណអោណៅយើងអានថាទៀនណៅយើងប្រើថាកុំព្យូទ័រអូខេអញ្ចឹងយើងតមកពាក្យទី5របស់យើងទាំងអស់គ្នាពាក្យទី5យើងអានថាតាអ៊ីនជីយើងប្រើថាម៉ាស៊ីនព្រីនអូខេអញ្ចឹងយើងមករៀនប្រកបទាំងអស់គ្នាជើងជាអ្នកតបូកជាមួយនឹងស្រៈអាសលេងទី3យើងអានថាតាអ៊ីនសលេងទី4យើងអានថាអ៊ីនជីសលេងទី1យើងអានថាជីចឹងតាអ៊ីនជីនឹងប្រើថាម៉ាស៊ីនព្រីនអូខេអញ្ចឹងយើងតមកពាក្យទី6ទាំងអស់គ្នាពាក្យទី6យើងអានថាសោម៉ៅអ៊ីនឹងប្រើថាម៉ាស៊ីន scan អូខេតើអញ្ចឹងយើងប្រកបទាំងអស់គ្នាស៊ឺអោសោម៉អែវម៉ៅអ៊ីសោម៉ៅអ៊ីនឹងប្រើថាម៉ាស៊ីន scan អូខេតើអញ្ចឹងយើងតមកពាក្យទី7របស់យើងទាំងអស់គ្នាពាក្យទី7យើងអានថាស៊ីឆិនឈីយើងប្រើថាម៉ាស៊ីនបងធូលីអូខេអញ្ចឹងយើងមកប្រកបទាំងអស់គ្នា CE សលេងទី1យើងអានថា C ឈឺអិនសលេងទី2យើងអានថាឆិនឈីអ៊ីសលេងទី4យើងអានថាឈី C ឆិនឈីនឹងយើងប្រើថាម៉ាស៊ីនបងធូលីអូខេអញ្ចឹងយើងតមកពាក្យទី8របស់យើងដែលជាពាក្យចុងក្រោយរបស់យើងហ្នឹងយើងអានថាជីស្វាន់ជីយើងប្រើថាម៉ាស៊ីនគិតលេខដែលយើងតែងតែហៅថាកាសូហ្នឹងណាតើអញ្ចឹងយើងហ៊ានប្រកបទាំងអស់គ្នា GEសលេងទី4យើងអានថាជីស៊ឺអ៊ូអានសលេងទី4យើងអានថាស្វាន់ GE សលេងទី1យើងអានថាជីតើអញ្ចឹងយើងអានថាជីស្វាន់ជីស្វាន់ជីនឹងប្រែថាម៉ាស៊ីនគិតលេខអញ្ចឹងថ្ងៃហ្នឹងពាក្យដែលតាក់ទងជាមួយនឹងគ្រឿងអេឡិចត្រូនិកគឺខ្ញុំមាន8ពាក្យសម្រាប់មកចែករំលែកជូនទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា